បើដឹងអញ្ចឹងឆាញ៉ាំតាមយូមកអញ្ចឹងបងធ្វើបែបហ្នឹងគឺមករះមកភាគរយគឺអត់ល្វីងហើយគ្រឿងផ្សំយើងមានដូចជាមករះពងមាន់ហើយនឹងខ្ទឹមរះយកតែមួយផ្លែមកគ្រប់គ្រាន់បងគឺយកមកគឺយើងចាត់ជាពីរហើយយើងខ្វែអាស្នូខាងក្នុងចេញឲ្យអស់អញ្ចឹងហើយបន្តមកយើងចាត់បែបហ្នឹងបងរៀងស្ដាំមកល្មមមកយើងដាក់អំបិល2ស្លាបព្រាកាហ្វេតូចហ្នឹងមកច្របាច់វាឲ្យសព្វហើយផ្អាប់ទុក10នាទីបន្ទាប់ពីគ្រប់10នាទីមកគឺយើងយកមកលាងទឹក4-5ទឹកឲ្យជ្រះអំបិលចេញឲ្យអស់អញ្ចឹងបងហើយយើងពូតឲ្យស្ងួតហើយគឺយើងទុកម្ដុំជាការស្រេចហើយពងមាន់យើងវិញគឺយើងក៏លុកឲ្យសព្វអញ្ចឹងបងគឺយើងដាក់ខ្ទះឲ្យក្តៅហើយគឺយើងចាក់ចូលខ្ទះគឺយើងកូវីថ្នមអញ្ចឹងមកមើលតែសាច់ពងមាន់យើងឆ្អិនហើយគឺយើងដួសទុកមកដល់ឡៃដែរអញ្ចឹងហើយគឺយើងដាក់ខ្លាញ់ម្ដងទៀតគឺយើងបំពងខ្ទឹមហ្នឹងគឺយើងឆារៀងក្រៀមមកល្មមមកចាំយើងចាក់ម្រះយើងចូលម្រះយើងគឺយើងឆា2-3ត្រឡប់ឲ្យវារៀងសពតក្រៀមបានល្អហើយចាំយើងចាក់ពងទាចូលអញ្ចឹងមកបងហើយគ្រឿងផ្សំយើងមានដូចជាប៊ីចេងហើយនឹងអំបិលតែប៉ុណ្្នឹងឯងបងស្ករគឺយើងអត់ដាក់ជាដាច់ខាតយើងឆាវា2-3ត្រឡប់អញ្ចឹងមកគឺមើលតែឆ្អិនហើយគឺអូខេបងយល់ឆាបែបហ្នឹងគឺអត់មានល្វីងសំបីតាមភាគរយហើយសំខាន់ញ៉ាំម្រះច្រើនត្រូវឲ្យត្រជាក់ក្នុងដែរអញ្ចឹងបងអរគុណច្រើនបាយបាយ